គ្រាន់តែគិតគ្រាន់តែបដោតគ្រាន់តែចាប់ផ្ដើមយើងនឹងបានរឿងថ្មីរឿងល្អចូលក្នុងជីវិតអញ្ចឹងរឿងល្អរឿងថ្មីចូលជីវិតពុកម៉ែបងប្អូនចាប់ផ្ដើមពីដំបូងគឺការនិយាយគឺការគិតនិងការផលិតនៅក្នុងចិត្តរបស់យើងផលិតរឿងអ្វីក៏ដោយយើងនឹងបានផលហ្នឹងអញ្ចឹងយើងគួរតែចាប់ផ្ដើមផលិតអ្វីគេមុនគេដើម្បីឲ្យជីវិតរបស់យើងនេះមានភាពស្រស់ស្រាយមានសេចក្តីព្យាយាមដើម្បីឲ្យយើងនេះជាបុគ្គលម្នាក់ដែលគិតថាមានអ្វីថ្មីល្អប្លែកជាងគេនៅលើโลกនេះអញ្ចឹងឲ្យតបានស្មើគេក៏បានសំខាន់លើពុកម៉ែបងប្អូនហ៊ានសម្រេចចិត្តហ៊ានសម្រេចច្បាស់ជឿលើខ្លួនឯងច្បាស់អត់ថាខ្លួនឯងនេះចង់ខ្លាយជាអ្វីចង់ខ្លាយជាមេដាល្អចង់ខ្លាយជាប្រពន្ធល្អចង់ខ្លាយជាប្រជាជនម្នាក់ដែលមានបុគ្គលលក្ខណៈល្អគ្រប់យ៉ាងសម្រាប់រួមជាមួយនឹងប្រទេសជាតិឲ្យជឿនលឿនទាំងអស់គ្នាព្រោះកាលណាយើងផ្ដើមល្អពីយើងម្នាក់យើងទង្វើរបស់យើងល្អពុកម៉ែបងប្អូននឹងជាគំរូមួយដ៏អស្ចារ្យសម្រាប់សង្គមអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអ្វីដែលកើតឡើងចំពោះជីវិតរបស់យើងសម្បកក្រៅសពថ្ងៃនេះជារឿងមួយដែលជាការបំភាន់ភ្នែកជាការមួយដែលវាយតម្លៃតាមទីតាំងតាមពេលវេលាជាក់លាក់ដែលសម្បកក្រៅរបស់ច្បាប់ធម្មជាតិបង្កើតមកឲ្យយើងដឹងថាការរស់ស៊ីការគិតបែបអវិជ្ជមានរៀបរាប់អ្វីដែលយើងមិនចង់បានលទ្ធផលនឹងឡមកវិញដោយងាយសប្បាយអញ្ចឹងពុកម៉ែបងប្អូនចង់បានលទ្ធផលល្អចង់បានអ្វីដែលថ្មីតែល្អធ្វើឲ្យជីវិតរបស់យើងរួចពីបំណុលជីវិតមួយដ៏សែនល្អរបស់យើងនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាឈប់គិតរឿងពីអតីតកាលតើអតីតកាលយើងជាអ្វីតើអតីតកាលយើងធ្លាប់ឈឺចាប់ប៉ុណ្ណាតើអតីតកាលយើងធ្លាប់សប្បាយចិត្តប៉ុណ្ណាចើពុកម៉ែបងប្អូនគួរតែយកអតីតកាលដែលសប្បាយចិត្តដែលអស្ចារ្យដែលមានក្តីសុខមកគិតតែបើសិនជាអតីតកាលរបស់យើងជូរចត់ល្វីងជូរចត់ហើយសូមពុកម៉ែបងប្អូនកុំមកគិតទៀតណាគិតក៏អត់បានអីដែរបានលទ្ធផលនឹងចេញមកដោយអតីតកាលអញ្ចឹងសូមបញ្ឈប់ការគិតជាបន្ទាន់ពីអតីតកាលព្រោះអតីតកាលវាជារឿងកន្លងហួសមកហើយយើងមិនអាចយកអ្វីមកវិញបានទេណាពុកម៉ែបងប្អូនអញ្ចឹងមានបទពិសោធន៍ល្អយកមកចែករំលែកសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នានៅលើโลกនេះរួមលោកទាំងអស់ឲ្យបានជាចំណេះដឹងដើម្បីកុំឲ្យគាត់ដើរផ្លូវមួយដែលមិនល្អដូចយើងពីមុនឬមួយក៏ពុកម៉ែបងប្អូនមានរឿងល្អសម្រាប់ចែករំលែកបន្តទៅពុកម៉ែបងប្អូនផ្សេងទៀតបងពុកម៉ែបងប្អូនអាចចេញចែករំលែកតាមបណ្ដាញសង្គមនានាបានអញ្ចឹងគ្រាន់តែផ្លាស់ប្ដូរជីវិតរបស់យើងផ្លាស់ប្ដូរពីមានទូរស័ព្ទមួយគ្រឿងយើងអាចចេញមុខកាមេរ៉ាណាចេញទៅធ្វើវីដេអូខ្លីៗ10នាទីឬមួយក៏វីដេអូ1នាទីចុះក្រោមប្រហែលនាទីក៏ដោយគិតថាពុកម៉ែបងប្អូនមានសមត្ថភាពនិយាយឲ្យបានពេញលេញនិងឲ្យមានភាពជឿជាក់លើខ្លួនឯងច្បាស់លាស់ពុកម៉ែបងប្អូនអាចចេញចាប់ផ្ដើមបានណាកុំខ្វល់ថាខ្ញុំមិនស្អាតមិនឆ្លាតមិនពូកែឬមួយក៏រូបរាងរបស់ខ្ញុំអត់មានសម្លៀកបំពាក់ថ្លៃនឹងគេស្លៀកពាក់កុំខ្វល់ពុកម៉ែបងប្អូនណាចាប់ផ្ដើមពីយើងមានអ្វីយើងត្រូវតែធ្វើនោះដើម្បីឲ្យជីវិតរបស់យើងរស់រវើកឲ្យយើងចូលក្នុងសង្គមល្អៗមួយនេះហើយយើងចែករំលែកតែរឿងល្អៗទៅបានហើយពុកម៉ែបងប្អូននឹងស្គាល់រសជាតិជីវិតមួយដ៏ល្អសម្រាប់យើងម្នាក់ទាំងអស់គ្នាអញ្ចឹងការគិតល្អនិយាយល្អធ្វើល្អផលល្អនឹងបានពិតរឿងល្អនឹងចូលជីវិតយើងគ្រប់ពេលវេលាពុកម៉ែបងប្អូនត្រូវចាំថាលើโลกនេះបើយើងមិនចេះជួយខ្លួនឯងទេតើឲ្យអ្នកណាមកជួយយើងគេគ្រាន់តែបានប្រាប់គ្រាន់តែបង្ហាញផ្លូវតែការអនុវត្តគឺលើយើងជាអ្នកគ្រប់គ្រងខ្លួនឯងជាអ្នកអនុវត្តជាអ្នកដើរផ្លូវខ្លួនឯងចឹងពុកម៉ែបងប្អូនឧទាហរណ៍ថាចង់ទៅសៀមរាបអង្គរវត្តបើពុកម៉ែបងប្អូនគ្រាន់តែចង់គ្រាន់តែនិយាយហើយមិនចេញដំណើរទៅអញ្ចឹងអត់បានទៅស្គាល់អង្គរវត្តឬមួយក៏ខេត្តសៀមរាបទេអញ្ចឹងពុកម៉ែបងប្អូនត្រូវគិតថាច្បាប់ធម្មជាតិដូចគ្នាបើយើងចង់ឲ្យយើងល្អចង់ឲ្យយើងមានមុខរបរពិតប្រាកដចង់ឲ្យយើងមានអាជីពច្បាស់លាស់យើងត្រូវជឿលើសមត្ថភាពខ្លួនឯងព្រោះនេះជាសមត្ថភាពបែបច្បាប់ធម្មជាតិបងប្អូនមានរឿងអីបងអូន
ចេះធ្វើម្ហូបបងប្អូនឬមួយក៏ចេះធ្វើការងារអ្វីក៏ដោយគឺបងប្អូនមានជំនាញហ្នឹងមិនមែនអត់ទេតាំងពីតូចដល់ធំប៉ុណ្ណេះយើងនឹងចេញចែករំលែកទាំងអស់គ្នាពុកម៉ែបងប្អូនរួមសាងទាំងអស់គ្នាណារួមសាងរួមគិតរឿងតែល្អល្អតែប៉ុណ្ណោះដើម្បីជួយសង្គមយើងឲ្យជឿនលឿនទាំងអស់គ្នាដើម្បីឲ្យបងប្អូនរួមលោកទាំងអស់គ្នាគាត់នឹងងើបចេញមកនិយាយនឹងចេញបណ្ដាតាមបណ្ដាញសង្គមតាមការជំរុញលើកទឹកចិត្តរបស់អ្នកគ្រូលោកគ្រូដតីនិងរបស់ពុកម៉ែបងប្អូនដូចគ្នាណាថាខ្ញុំពីមុនខ្ញុំជាអ្នកណាខ្ញុំជាចេះឥឡូវខ្ញុំមានសមត្ថភាពប៉ុណ្ណាណាពុកម៉ែបងប្អូនទាំងគ្នាព្រោះនេះជារឿងពិតរបស់ច្បាប់ធម្មជាតិហើយវាងាយបំផុតសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាណាពុកម៉ែបងប្អូនត្រឡប់និយាយអ្វីធ្វើមកថតបង្ហាញមុខក៏បានដែរបើអត់តន់ចេះនិយាយឲ្យស្របនឹងកាមេរ៉ាហើយឲ្យទង្វើរបស់យើងសមដដែលពុកម៉ែបងប្អូននឹងអាចល្បីតាមសង្គមហើយយើងអាចរកលុយបានតាម YouTube តាមបណ្ដាញសង្គម Facebook TikTok និង Page បានលុយថែមទៀតចឹងអ្វីដែលពុកម៉ែបងប្អូនត្រូវតែជាក់ច្បាស់ជឿលើខ្លួនឯងសមត្ថភាពខ្លួនឯងហើយពុកម៉ែបងប្អូនត្រូវតែដាក់គោលដៅខ្លួនឯងថាខ្ញុំត្រូវរកលុយតាម YouTube ប្រហែលមួយខែ Facebook ប្រហែល TikTok ប្រហែលហើយនឹងការតាម Page ចឹងពុកម៉ែបងប្អូនត្រូវតែរៀនចំណេះដឹងសប្តាហ៍ថ្ងៃអត់ប្របាក់អស់លុយទេពុកម៉ែបងប្អូនណាយើងរៀនតាម YouTube យើង download មករកណាឬមួយក៏សៀវភៅពុកម៉ែបងប្អូនណាតាមទូរស័ព្ទយើងអាចរៀនបានណាយើងចង់រៀនយើងត្រូវតែ program យើងត្រូវតែនិយាយឲ្យពុកម៉ែបងប្អូននឹងមានសមត្ថភាពគ្រប់គ្រាន់ផលិតរឿងល្អចេញហើយជាពិសេសសម័យនេះគឺ AI ស្រួលណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាចង់បានអីក៏បានដែរគ្រាន់តែការគិតរបស់យើងយកទៅវិភាគ AI វិភាគឲ្យទាំងអស់ចឹងវាគ្មានអីពិសេសជាងការគិតរបស់យើងការទង្វើធ្វើរបស់យើងទេពុកម៉ែបងប្អូនវានឹងបានផលតែធ្វើត្រូវតែជឿលើខ្លួនឯងតែធ្វើត្រូវតែចាំថាយើងកំពុងតែធ្វើអីកុំឲ្យអារម្មណ៍រវើរវាយរបស់យើងមួយលានហេតុផលរបស់យើងសម្បកក្រៅបំផ្លាញអនាគតរបស់យើងឲ្យសោះព្រោះអនាគតរបស់យើងផលិតនៅក្នុងការគិតក្នុងចិត្តរបស់យើងមិនមែនមហាសេដ្ឋីទាំងអស់លើលោកគាត់មានលុយមកដោយសារការគាត់ជាកូនអ្នកមានទេគាត់ជាមនុស្សម្នាក់ដែលខ្លាំងតាំងពីដើមទេអត់ទេគឺគាត់ខ្លាំងពីការគិតការស្រមើស្រមៃផលិតរឿងពិតសម្បកក្រៅរបស់គាត់ជានរណាគាត់ជាក្មេងកំព្រាគាត់ជាកូនដែលឪពុកម្ដាយបោះបង់ចោលឬមួយក៏គាត់ជាមនុស្សម្នាក់ដែលមានឪពុកម្ដាយក្រីក្រឬមួយក៏គាត់ជាមនុស្សម្នាក់ដែលដើររកកន្លែងធ្វើការគោមិនចង់បានជាក្មេងអនាថាជាមនុស្សឯកាគ្មានទីពឹងនឹងហើយធ្វើឲ្យជីវិតរបស់គាត់រឹងមាំបំផុតដែលឈានដល់ខ្លាយជាមហាសេដ្ឋីលើលោកចឹងពុកម៉ែបងប្អូនត្រូវដឹងក្បួនច្បាប់ធម្មជាតិនេះហើយសូមយកមកប្រើដោយងាយសប្បាយយើងអត់មានត្រូវទៅចំណាយលុយលើអីទេទូរស័ព្ទយើងប្រើដោយចំណាយការចុចមានប្រយោជន៍ចឹងពុកម៉ែបងប្អូនមើលណាមើលតាមបណ្ដាញសង្គមនានាឬមួយក៏តាម YouTube យើង download មករបស់រឿងអ្វីដែលយើងចង់បានណាដូចអ្នកគ្រូចែកម្លែកចឹងនេះជាច្បាប់ធម្មជាតិអ្នកគ្រូដឹងអ្នកគ្រូយកមកចែកម្លែកចឹងពុកម៉ែបងប្អូនដឹងរឿងអីជួយចែកម្លែកតាមហ្នឹងមករឿងអីក្រវាពិបាកមិនណាយើងនៅស្រែចម្ការយើងពិបាកមិនខ្វះអីខ្លះយើងនៅភ្នំពេញយើងនេះវាសម្បូរសប្បាយអីខ្លះវាខ្វះអីខ្លះយើងនៅប្រទេសនេះយើងខ្វះសម្បូរសប្បាយខ្វះអីខ្លះដូចគ្នាគឺបងប្អូនរួមលោកទាំងអស់ឲ្យតែមានក្តីស្រឡាញ់នៅក្នុងចិត្តពេញបេះដូងណាបងប្អូនអាចចែករំលែកបានរលួយបានហើយចេញពីធាតុពិតរបស់យើងកុំខ្លាចបើខ្លាចគ្មាននរណាមកជួយយើងទេបើយើងខ្លាចបានន័យថាអ្វីៗជំនាញខ្លួនយើងគឺអត់អាចចូលមកចិត្តយើងទេព្រោះយើងខ្លាចគេនឹងរត់ទៅអស់ហើយអញ្ចឹងយើងត្រូវតែប្រាប់ខ្លួនឯងថាខ្ញុំល្អគ្រប់យ៉ាងខ្ញុំជាមនុស្សពិសេសខ្ញុំជាមនុស្សដែលចង់បានអីធ្វើនឹងខ្ញុំសម្រេចគោលបំណងខ្ញុំបានខ្ញុំមានតែរឿងល្អៗចូលក្នុងជីវិតរបស់ខ្ញុំនេះផលិតតែរឿងល្អចឹងផលិតការគិតរឿងល្អណាពុកម៉ែបងប្អូនចឹងពុកម៉ែបងប្អូនអរគ្នាអ្នកគ្រូក៏សូមអរគុណណាសូមឲ្យពុកម៉ែបងប្អូនអរគ្នាចែករំលែកតាមបណ្ដាញសង្គមឲ្យបានច្រើននិងសូមអរគុណសម្រាប់ពុកម៉ែបងប្អូនអរគ្នាបើសិនជាមានចម្ងល់អ្វីអាចឆាតតាម Telegram អ្នកគ្រូបាន086 519 337ណាពុកម៉ែបងប្អូនអរគ្នា078 322 968ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាបានសម្រេចគោលបំណងគ្រប់គ្នាទាំងអស់និយាយហើយធ្វើអនុវត្តណាពុកម៉ែបងប្អូនមើលឲ្យចប់ហើយអនុវត្តធ្វើដោយងាយសប្បាយសូមអរគុណសម្រាប់ពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នានេះជាវីដេអូខ្លី